មានសម្លេងពីរោះមិនតែប៉ុណ្ណោះមានសបាត់ចរិយាយ៉ាងល្អប្រពៃរៀបដូចជាចាស់ទុំនិយមភាពទៅសវត្ថក្នុងក្នុងពិតប្រកបប៉ុន្តែគឺជាបញ្ចៈនៃកោយ៉ាងនៃជាស្រីគ្រប់លក្ខណៈតែបរិបទណាក៏ចង់បានប៉ុន្តែគឺជាមហាសេដ្ឋីដែរប៉ុន្តែមិនចាស់តែសម្ដីនេះខ្ញុំមិនដឹងថាព្រះអង្គប្រើសម្រាប់ក្នុងស្រីបត់បានហើយទេអត់មានទេនេះជាលើកទី1របស់ទុកព្រះបង្គំតែប៉ុណ្ណោះទុកព្រះបង្គំមិនអាចសពនេះចហរតីចំពោះស្រីណានោះទេមានតែបលិនតែម្នាក់ឯងនោះទេចា៎អរព្រះអង្គស្លាប់ខ្ញុំម្ចាស់តើព្រះអង្គខ្លាចខ្ញុំម្ចាស់ទេឲ្យទុកបង្គំខ្លាចអីបលិនមានខ្លួនតូចតែមួយខ្លាចអីទៅអរព្រះអង្គម្ចាស់ដឹងថាខ្ញុំម្ចាស់ជាបរិយារបស់អ្នកឯងព្រះអង្គម្ចាស់ខ្លាចខ្លាចខាងណាបើឥឡូវមានតែព្រះសវណ្ណនេះមើលបលិនជារាជបុត្រីរបស់អ្នកណាបងអ្នកណាបងគេចៅត្រង់មានរាជបុត្រីត្រង់មានអានាងទូកុំមិនជឿទេបងសិនជារាជបុត្រីបើចៅត្រង់មានប្រកាសជានឹងមកវត្តកបលៈមិនគួរឲ្យស្រឡាញ់ទេតែនេះប្រភពស្អាតណាស់បើនេះក៏ហត់ទូគុំទេដែរខ្ញុំអត់ក៏ហត់ទេតាមប្រពន្ធទៅព្រះអង្គម្ចាស់ដឹងទេខ្ញុំម្ចាស់នេះគឺខាត់រងព្រះបិតាបានម្ចាស់ណាមកតែថាបើនេះម្ចាស់ខាត់រងពមៀនដែររបស់ទូព្រះបើនេះម្ចាស់មែនទេអញ្ចឹងមិនអីទេទូមកមិនខ្លាចទេអត់ខ្លាចទេឥឡូវបើនេះសម្រាប់ទឹកប្រទេសមើលអាចទទួលយកទូព្រះបង្គំហើយជាព្រះស្វាមីបានទេអញ្ចឹងខ្ញុំម្ចាស់យ៉ាងម៉េចមើលសំណាងក៏សំណាងហើយតែពេលនោះមានខ្ញុំម្ចាស់សំណាងវិសាលោកសត្រាជាគូជីវិតអរោផងរងរងអត់បានសូមឲ្យជីវិតផុតតាមវេទនាត្រាប់ត្រង់ជាការប្រសាទណាជាការប្រសាទណាមិនចាអូនឥឡូវអូនញ៉ាំវាសនានឹងបងចំណែកបងក៏ត្រូវញ៉ាំវាសនានឹងអូនដូចគ្នាព្រោះបងអត់មានទីបំដាក់នឹងស្នាក់អាស្រ័យមិនដឹងថាទៅរកទៅទីណាឥឡូវនេះបងស្រឡាញ់បងមិនអាចចូលទៅមហានគរអូនបានទេអូនដឹងថាហេតុអីបានជាបងមិនតម្រូវចូលទៅមហានគរអូនទេអូនឆ្ងល់ទេហេតុអីទៅព្រះអង្គព្រោះមេត្តាបិតារបស់បងបានមានរទេសបងចេញពីមហានគរតែមានរទេសនេះគឺជាការយកច្រឡំតែប៉ុណ្ណោះបងដឹងថាដល់ពេលហើយដែលបងត្រូវវិលត្រឡប់ទៅបកស្រាយឲ្យព្រះអង្គអត់ដឹងថាជនអាក្រក់ដែលនៅក្រៅខ្នងគឺជាម្ចាស់បងរបស់បងនោះទេតែតម្រូវឲ្យបងនេះត្រូវយាងអូនទៅជាមួយបើកាលណាបងវិលចូលមហានគរអូនបិតាអូនច្បាស់ជាមិនសុខចិត្តទេឥឡូវបងអូនឆ្លាញ់បងអូនសុខចិត្តរត់តាមបងទេ